ឲ្យសមិនអ្វីចាំប្របែជូននួលអងរួចហើយរៀមបងសុំសំណងវិញហើយណាស្នួនចង់បានសំណងអូនសូមវិញគ្រប់ចំនួនស្រឡាញ់ការអ្វីស្នួនសូមប្រាប់អូនបេះជូនភ្លាមផ្កាអើយអើយផ្កាស្រឡាញ់តែផ្ការំដួលតាស្រស់នេះមលអូនហ៊ានទទួលបេះឲ្យទេនេះរំដួលសូមបងទទួលយកតាមថាចោតែកុំបោះកុំពេលកានោះអស់សម្រស្នេហ៍កុំព្រួយកុំភ័យផ្កាស្រីក្រអូបជាងគេពិតជាមិនចោលទេថ្នមថែហូតទៅផ្កាអើយអើយផ្កាស្រឡាញ់តែផ្កាផ្កាំងងារយ៉ាងពីអង្គាពួលគ្នាទៅលេងឋានសួគ៌កុំភ័យផ្កាស្រីក្រអូបជាងគេពិតជាមិនចោលទេទ្រង់ថែហូតទៅអើយផ្កាអើយអើយផ្កាស្រឡាញ់តែផ្កាខ្តាំងងារយ៉ាងពីអង្គាពួលគ្នាទៅលេងឋានសួអូនមើលក្នុងសួនកាត់រួមចំនួនរីស្រងអងចាតែស្រងជីវ៉ាអូនប្រាថ្នាបុព្វាអ្វីដែរប្រាប់មកនួនអងរៀមបងបែបជូនមានមេប្រាប់ភ្លាមមកមានស្នាគុំឆ្លើយថាទេណាស្រីថ
បនមើលក្នុងសួនផ្កាគ្រប់ជុំនួនរីស្រស់អងចាងតើស្រស់ជីវ៉ានអូនប្រាថ្នាបុប្ផាអ្វីដែរប្រាប់មកនួនល្អងត្រៀមបងបេះជូនមាសមេប្រាប់ភ្លាមមកមានស្នេហ៍កុំឆ្លើយថាទេណាស្រី ព្រួយឲ្យសោះមិនធ្វើចាំប្រុងបេះជូននួនល្អរួចហើយរៀមបងសូមសំណងវិញហើយណាស្ងួនចង់បានសំណងអូនសងវិញគ្រប់ចំនួនចង់បានការវៃសួនសូមប្រាប់អូនបែកជូនភ្លាមផ្កាអើយផ្កាស្រឡាញ់តែផ្ការំដួលតើស្រស់នីមុលអូនព្រមទទួលបេះងាយទេនេះណែរំដួលសមងតទួលយកទៅថាបចោតែកុំបោះបង់ពេលការนุ่งអសំរងស្នេហ៍កុំព្រួយកុំភ័យផ្កាស្រីក្រអូបជាងគេពិតជាមិនចោលទេធ្នមថែរតទៅអើយផ្កាអើយផ្កាស្រឡាញ់តែផ្កាក្តាំងងាររឿងទាំងពីរអង្គាបបួលគ្នាទៅលេងខាងសួរ កុំព្រួយកុំភ័យផ្កាស្រីក្រអូបជាងគេពិតជាមិនចោលទេធ្នមថែរតទៅអើយផ្កាអើយផ្កាស្រឡាញ់តែផ្កាក្តាំងងាររឿងទាំងពីរ Ây da, ây da. Ây da. Ây da, chặt bạn hơi. Chú vừa xong. Ây da, càng sấy chặt bạn ta trở hơi. Có không ai không làm cho nó. Ây da, càng bồ đắng cái chặt bạn đấy. Ây da, mình kịp cung từng hàng nà càng này thế. Cung khăn giấy tạc khăn ta. Trốn lên làm đi cha. Bỏ vua trong đất. Đừng dùng chiếc vua sao tôi.
จ้งเลยเรียกมวยมาเลยแล้วตั้งตัวเลยผมว่ามันน่า
អំពីអំពូមីងបានឃើញហើយពណ៌របស់យើងគឺមាន7ពណ៌ដែលតំណាងឲ្យជាតិរបស់យើងដែលប្រើប្រាស់តាមថ្ងៃទាំង7នៅក្នុងសប្តាហ៍បន្ទាប់នេះគឺអ្នកបងក៏នឹងនិយាយអំពីពណ៌ទាំងអស់នោះជាភាសាខ្មែរហើយខ្ញុំក៏នឹងនិយាយអំពីជាអត្ថន័យជាភាសាអង់គ្លេស So she gonna talk about the Khmer and I'm talk about English the meaning of the color សូមជួយទស្សនាដូចតទៅចា៎មុននឹងចាប់ផ្ដើមខ្ញុំសូមគោរពអស់លោកស្រីទាំងអស់ជាពុទ្ធបរិស័ទចិត្តឆ្ងាយចំណុះជើងវត្តនៅជុំវិញEverett Bellingham និង Lake Stephen នេះហើយនឹងមកពីផ្សេងដែលបានចូលរួមក្នុងចូលឆ្នាំខ្មែរចុងក្រោយដែលយើងធ្វើចុងក្រោយគេបង្អស់គឺនៅវត្ត Lake Stephen គឺបង្ហាញនូវភាពមួយប្លែកដែលធ្វើឲ្យវាខុសពីប្រពៃណីខ្មែររបស់យើងគឺយើងធ្វើនៅរដូវខែគឺខែចែកខែចូលឆ្នាំប៉ុន្តែយើងដោយសារឱកាសនិងពេលវេលាគឺថា Lake Stephen គឺចាប់ផ្ដើមចុងក្រោយយុទ្ធធម៌ត្រៀមដាក់កដាដូចគ្នាបាទហើយជាពិសេសគឺថាចាញ់ហាមយំហាមជេរហាមក្តិចហាមខ្វាចបាទបើកាលណាចាញ់ទេបាទឈប់ឯណាគំនុះកំដាក់កដាគំនុះដានៅកន្លែងណាបាទហើយយើងសន្មត់គ្នាថាបើខាងសុភាពចាញ់ខាងសុភាពបរោះនិងសុភាពនារីរួមបើសុភាពនារីចាញ់ក៏សុភាពបរោះរួមឥឡូវត្រៀម1 2 3បាទកន្លងកំពុងតែស្រស់ស្អាតអាយ៉ាខាងសុភាពបរោះកំពុងតែប្រើកម្លាំងបាទ energy power ខ្លាំងអាយ៉ាខាងសុភាពនារីយាយក៏មិនធម្មតាអាយ៉ាខាងតាខាងនេះក៏មិនធម្មតាដែរអាយ៉ាលោកខោចៅចេញលីអូហើយអាយ៉ាខាងស្រីខ្លួន300នាក់បាទខាងស្រី300នាក់បាទខាងបរោះមានតែ20នាក់ខាងស្រី300នាក់បាទខាងស្រីឈ្នះដោយស្វ័យប្រវត្តិខ្ញុំឈ្នះហើយខាងស្រីខាងសុភាពនារី300នាក់ខាងសុភាពបរោះ20នាក់បាទមិនអីទេបាទតើឲ្យបាទ1 ទៅ0បាទអបអរសាទរខាងសុភាពនារីមុនប្រកួតព្រមព្រៀងเลยតើតឲ្យស្ត្រីហើយចុះមានតែឆ្អីបាទតបាទឲ្យតែឈ្នះលេនេះបាទនារី Happy New Year គ្រប់3ដងបាទគ្រប់3ដងបានសន្មតតែឈ្នះបាទសូមលើកទី2បាទម្ដងទៀតអាយ៉ាបាទអាយ៉ាខាងសុភាពបរោះបាទទឹកស្រាក់អាយ៉ាល្បត់កសៀលទឹកចេញប៉ាន់តែហើយអាយ៉ាអូបាទដូចរថភ្លើងបាទដូចរថភ្លើងហ្នឹងខាងស្រីបាទបែងដូចទៀវភ្លើងអាយ៉ាអូអាយខ្លាំងណាស់ដល់ទាំងឯងទៀតអូបាទអបអរសាទរដល់ខាងបេក្ខនារីបាទគឺខាងសុភាពនារីបាទអូឈ្នះបងពិធីកខាងសុភាពនារីខុសខ្លួនហើយចាមិនអាចទេចា